này cô ចាជំរាបសួរ បាទសុខសប្បាយអត់អ្នកគ្រូ ចាសុខ បាទថ្ងៃនេះអ្នកគ្រូបានមកទទួលយកសំណាកចន្ទីដែលបានប្រើប្រភេទនីត្រាប៊ឺអ្នកគ្រូឃើញមិនដែរនៅពេលដែលអ្នកគ្រូទទួលយកសំណាកផ្ទាល់នៅចំការធំអញ្ចឹងណា ចាក្រោយពេលដែលគ្រាប់ចន្ទីគាត់បានប្រើប្រាស់ជាមួយនឹងជីខាងនេះត្រាបើគឺឃើញថាគ្រាប់របស់វាគឺណែនល្អគ្រាប់វាគឺមើលទៅអឡោ ឥឡូវណា ចា ហើយកម្រិតគ្រាប់ជាមួយភាពធៀបដែលសំណាកផ្សេងវាខុសគ្នាវាមិនទី1ទំហំគ្រាប់ទី2ចំនួនគ្រាប់នៅក្នុង1គីឡូចឹងខុសគ្នាបែបម៉េចអ្នកគ្រូជួយប្រាប់តិចមក ចាការប្រៀបធៀបជាមួយនឹងគ្រាប់ខាងរបស់គេហ្នឹងគឺឃើញថាគ្រាប់របស់គេគឺវាធំដែរប៉ុន្តែវាអត់សូវមានការថាណែនវារៀងស្ពតចាបើបរិមាណយកដល់ទៅនឹងគីឡូឧទាហរណ៍ចំនួនគ្រាប់100គ្រាប់ដូចគ្នាប៉ុន្តែបរិមាណគីឡូខុសគ្នា បាទខុសគ្នាព្រោះអ្វីដែលយើងធ្លាប់អង្កេតក៏ដូចជាតាមដានមើលម្ចាស់ចការឃើញថាក្នុងចំការធំនេះគាត់បានស្រោចនីត្រាប៊ូហ្នឹង3ទៅ4ដងទៅ5ដងហើយអញ្ចឹងអ្វីដែលគាត់ពេញចិត្តគឺឃើញផ្លែម្ដងថ្ងៃនេះខែ4ហើយគឺនៅតែបន្តចេញផ្លែហូរហែទៀតហើយចុះអ្នកគ្រូសប្បាយចិត្តដែរឬទេនៅពេលដែលឃើញសភាពបែបនេះចំពោះម្ចាស់ចការ ចាសម្រាប់អារម្មណ៍ខ្ញុំពេលដែលឃើញគ្រាប់ចន្ទីរបស់ម្ចាស់ចការដែលគាត់រឹសតាមពីដើមរហូតមកដល់ស្វាណាគឺនៅតែមានផ្លែរឹសគឺមានអារម្មណ៍ថារំភើបកក់ក្ដៅជាមួយគាត់ដែលគាត់បានជឿជាក់ក្នុងការប្រើប្រាស់ទៅលើជីនីត្រាបើ បាទហើយអ្នកគ្រូនឹងបន្តចែកចាយព័ត៌មានទាំងអស់នេះទៅដល់ចការផ្សេងដើម្បីឲ្យគាត់រីកចម្រើនដូចចការនេះដែរណា ចាគ្រូ អរគុណច្រើនអរគុណ ជម្រាបលា